ហ៊ានឈុតខ្មៅថៃបានប្រើអំណាចនាំខ្លួនអ្នកភូមិទសាសួរចំពេលស្ថានភាពភាគខាងត្បូងប្រទេសថៃកាន់តែវឹកវរខ្លាំងឡើងស្របពេលស្ថានភាពភាគខាងត្បូងប្រទេសថៃកាន់តែវឹកវរកងកម្លាំងថៃបានប្រើអំណាចនាំខ្លួនអ្នកភូមិទសាសួរក្នុងខេត្តปัตตานีដោយសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើហិង្សាការបាញ់រះទៅលើទាហានឈុតខ្មៅថៃ5នាក់បណ្ដាលឲ្យស្លាប់បើតាមការផ្សាយរបស់កាសែតថៃថៅសតនៅថ្ងៃទី27ខែកក្កដាឆ្នាំ2026នេះកងកម្លាំងថៃបានចូលឆែកចេញផ្ទះមួយខ្នងរួចនាំអ្នកភូមិ3នាក់ទៅសួរនាំព្រមទាំងដកហូតទូរស័ព្ទចំនួន3គ្រឿងផងដែរហើយមកទល់នឹងពេលនេះមិនទាន់មានដំណឹងពីអ្នកភូមិទាំង3នាក់នោះទេអ្វីត្បិតតែកងកម្លាំងថៃបាននិយាយលៀងខ្លួនថាពួកគេធ្វើប្រតិបត្តិការនេះស្របតាមច្បាប់សិទ្ធិមនុស្សក៏ដោយហើយការសួរនាំអ្នកទាំង3បានកើតឡើងស្របពេលដែលថៃកំពុងតែចល័តកម្លាំងនិងពង្រឹងវិធានការសន្តិសុខនិងឈានដល់ការដាក់ច្បាប់អាញាសិទ្ធិនៅក្នុងខេត្តភាគខាងត្បូងប្រទេសថៃគឺខេត្តនារាธิវาสក្រោយវាយប្រហារនៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខប៊ូកេសាមីដែលបណ្ដាលឲ្យទាហានឈុតខ្មៅថៃ5នាក់បានស្លាប់ភ្លាមឋានៈជនស៊ីវិល5នាក់ទៀតត្រូវរងរបួសក្នុងនោះមានទាំងកុមារផងដែរមិនត្រឹមតែប៉ុណ្ណោះនោះទេរដ្ឋាភិបាលថៃបានបញ្ជូនទាហានឈុតខ្មៅថៃទៅឡើងនឹងឡោមព័ទ្ធភ្នំម៉ាតាដែលគេស្គាល់ថាជាភ្នំមរណៈដើម្បីចាប់មេក្រុមផ្ដាច់ខ្លួន4នាក់ដែលនៅពីក្រោយអំពើហិង្សាដ៏សាហាវនោះផងដែរគួររំលឹកផងដែរថានាយករដ្ឋមន្ត្រីលោកអនុทินឆានវិរៈគុលក៏បានប្រកាសកោតទោសយ៉ាងដាច់អហង្ការពាក់ព័ន្ធទៅនឹងក្រុមផ្ដាច់ខ្លួនភាគខាងត្បូងដែលបានបាញ់រះទៅលើទាហានឈុតខ្មៅថៃបណ្ដាលឲ្យស្លាប់5នាក់នៅក្នុងខេត្តនារាธิវาสភាគខាងត្បូងប្រទេសថៃហើយលោកអនុทินក៏បានសង្កត់ធ្ងន់ថាលោកបានបញ្ជាទៅកាន់កងទ័ពថៃនិងនគរបាលថៃគ្រប់ជាន់ថ្នាក់រួចរាល់អស់ហើយដើម្បីតាមរកមុខជនសង្ស័យយកមកដណ្ដៀបទោសទាល់តែបានហើយសូមបញ្ជាក់ផងដែរថាតាំងពីក្រុមផ្ដាច់ខ្លួនធ្វើឲ្យកក្រៅភាគខាងត្បូងនាយករដ្ឋមន្ត្រីលោកអនុทินមិនដែលចាប់បានសូម្បីតែមួយនាក់លោកអនុทินបានតែសម្ដីមានបានការនោះទេเรื่องใส่เสื้อสีเหลืองกับคุมผ้ายีราฟคนหนึ่งนี่คันนี้ไอ้พวกนี้แหละสองนี่คันหนึ่งแต่คนนี้ไม่เกี่ยวเนี่ยมันอัดมาทางที่จ่ายุทธด้วยจ่ายุทธ